ពេកណាពើពិសីស្ដាប់សាន់បាសីបំភ្លៃបត់ខ្លួនមុំបំពេលព្រៃរៃបនដែលបនជូនបងនឹងអូនលើក្បូនវាសនាញញឹមសង្ឃឹមទុកចងក្នុងនាមជាប្រដូចមានទឹកដប់បងនឹងតស៊ូដល់ទីបញ្ចប់ស្នេហ៍យើងគ្នាព្រមដល់ទីអវសានបងមាននប់អត់សប្បាយចិត្តណាស់ដែលបងរត់លឿនតន់សេះអូនដូច្នេះលក្ខណៈបងត្រូវតែប្រឹងតស៊ូធ្វើយ៉ាងណាឲ្យបានសម្រេចតាមបំណងរបស់អូនក៏ព្រោះតែអូននេះហើយដែលធ្វើឲ្យបងស្គាល់ពលិសុភមង្គលដូចសពថ្ងៃនេះហើយបើគ្មានរូបអូនទេជីវិតបងមិនដឹងជាក្រលំបាកតោកយ៉ាកធ្លាក់ដល់កាហាយណាទៅហើយទេបងយើងទាំងពីរជាគូប្រេងពីអតីតជាតិបានជាព្រមលិខិតកំណត់ឲ្យយើងជួបគ្នាដូចនេះតែជីវិតបងត្រូវតែមានពន្លឺរស្មីជាងនេះទៀតគឺចាប់ពីថ្ងៃស្អែកនេះទៅអូននឹងនាំបងទៅបង្គំថ្វាយព្រះរាជាដើម្បីសុំព្រះអង្គធ្វើការនៅក្នុងព្រះបរមរាជវាំងយីអូនចង់នាំបងទៅគាល់ព្រះរាជាធ្វើម៉េចនឹងគេអនុញ្ញាតឲ្យយើងចូលជួបយើងបានបរិច្ចាគធនធានជាច្រើនថ្វាយព្រះអង្គដូច្នេះព្រះអង្គពិតជាសពព្រះតីហើយយើងនឹងពឹងពាក់ឲ្យលោកមន្ត្រីចាស់ទុំម្នាក់នោះជួយលក្ខណៈអូនលក្ខណៈអូនថ្ងៃស្អែកនេះព្រះអង្គស្ដេចយាងទៅប្រពៀតព្រៃហើយបងក៏បានចូលរួមក្នុងការដង្ហែព្រះអង្គជាមួយពួកគេដែរប្របីណាស់ហើយនេះក៏ជាឱកាសល្អប្រសើរបំផុតសម្រាប់បងហើយព្រោះអូនដឹងថាមន្ត្រីសេនាធំគេមានសេះជីតាមព្រះអង្គឯឋានៈបងជាសេនាសាមញ្ញនោះគេមិនឲ្យបងជិះសេះទេប៉ុន្តែស្អែកនេះសូមបងចាំពីអូនឲ្យបានគឺបងត្រូវរត់តាមអចិនេយព្រះអង្គឲ្យជាប់ព្រោះអូនដឹងច្បាស់ថាពេលយើងទៅកសាព្រៃអចិនេយព្រះអង្គលឿនពងវែងហើយបែកចេញពីក្រុមសេនាមន្ត្រីឯទៀតហើយមិនអីទេអូនទោះបីជាសេះប្រកូណារត់លឿនយ៉ាងណាក៏ដោយក៏បងអាចរត់តាមទាន់ដែរព្រោះអូននេះបានបង្រៀនឲ្យបងស្ទាត់ជំនាញល្អណាស់បងទៅហើយណាមហាសីអូនស្ដេចជាងព្រះស្វាមីហេឲ្យលឿនឡើងលឿនតាមប្រងឲ្យលឿន
ណាពួកយើងប្រងយើងទៅណាបាត់ហើយអូទៅតាមផ្លូវនោះយ៉ាអលឿនឡើងព្រះអង្គយើងទៅណាបានចេះនេះរកមើលហេពីបោះយើងតាមព្រះអង្គមិនទាន់ច្បាស់ជាងវិញតាខ្ញុំឃើញចៃមនុស្សរត់លឿនណាស់ប្រហែលជាទាន់សេះព្រះអង្គហើយបាត់សេះព្រះអង្គរត់លឿនណាស់សេះរបស់ពួកយើងប្រហែលជាតាមមិនទាន់ទេមើលទៅហើយចុះឥឡូវយើងគិតធ្វើយ៉ាងម៉េចហើយខ្ញុំក៏មិនដឹងដែរលោកមេតមបាទឲ្យពួកយើងសម្រាប់ទីសិនចុះតោះណែពួកយើងសម្រាប់ទីនេះសិនចុះបាទរៀបចំសម្រាប់សិនអូយអេលោកអើយណែមីនុំគណៈថ្លៃផ្សេងចុះឯណាក៏មិនឃើញមន្ត្រីសេនាទៀតមកចាំកយើងអញ្ចឹងនេះមកពិសេសព្រះករណាជាអម្ចាស់ជីវិតដង្កល់លើត្បូងលឿនពេកទើបពួកអស់និមលមន្ត្រីសំសេនាទាំងអស់នោះបំផាយសេះមិនទាន់ព្រះអង្គនោះក្រាបទូលហើយច្បាស់ជាវង្វេងគ្នានៅក្នុងព្រៃព្រោះទៅតាមរកព្រះអង្គក្រាបទូលចុះមិនក៏មាននប់ឯងមកតាមយើងទាន់សេះឯងនៅណាទូព្រះបង្គំគ្មានសេះទេក្រាបទូលគឺរត់តាមព្រះអង្គរហូតយីបើអញ្ចឹងឯងចំចរត់លឿនអស់ចាមែនយើងមិនដែលមានសេនាអាមាត្យឯណារត់លឿនដូចជាឯងនេះទេអរប្រគុណហើយក្រាបទូលបើបង្វេងគ្នាយ៉ាងនេះហើយតើកាយាស្ងោយយើងថ្មណាទើបមកដល់ទៅហើយថ្ងៃណាស់ទៅហើយជិះដូចជាឃ្លានដល់ហើយតោះទៅជ្រកក្រាមដើមឈើបន្តិចសិនទៅក្រាបទូលព្រះអង្គស្រាញ់យើងមើលឯងមានដាក់បាយមកជាមួយទេក្រាបទូលមានខ្លះដែរតែមិនដឹងថាសមរម្យសម្រាប់ថ្វាយព្រះអង្គសោយឬក៏យ៉ាងណាទេមិនអីទេយើងឃ្លានស្ទើរដាច់ពោះស្លាប់ទៅហើយស្អីក៏បានដែរឲ្យតែមានជាតិបាយណាទូលនិយាយបាយកញ្ចប់របស់មីនុកអញមានរសជាតិឆ្ងាញ់ក្រអូបណាស់សមតែម្ហូបនៅក្នុងវាំងប្រពន្ធឯងពិតជាប៉ិនធ្វើម្ហូបមែនអរប្រគុណក្រាបទូលឆ្ងាញ់មែនពិតជាឆ្ងាញ់មែនជួយឯងមានយកទឹកមកជាមួយទេក្រាបទូលមានសូមយើងសោយក្រាបទូល